ជំរាបសួរនិងសួស្តីដល់មិត្តអ្នកសិក្សាទាំងអស់គ្នានេះខ្ញុំមានលំហាត់នៅលើក្តារខៀនទាំងអស់នេះគឺជាលំហាត់ដែលមានប្រមាណវិធីបូកដកហើយគុណនិងចែកអញ្ចឹងលំហាត់ទាំងនេះគឺហៅថាប្រមាណវិធីទាំង4បូកដកគុណចែកអញ្ចឹងដើម្បីកណែលំហាត់នេះបានយើងត្រូវស្គាល់ថាសញ្ញាបូកសញ្ញាដកហើយនិងសញ្ញាគុណសញ្ញាចែកចឹងគេត្រូវកណនាពីឆ្វេងទៅស្ដាំអនុវត្តពីឆ្វេងទៅស្ដាំប៉ុន្តែគេមិនមែនទៅកណនាគ្រប់តែសញ្ញាទាំងអស់ទេគឺយើងត្រូវជ្រើសរើសសញ្ញាដែរពីឆ្វេងទៅស្ដាំពិតមែនប៉ុន្តែគ្រាន់តែគេជ្រើសរើសសញ្ញានោះគឺសញ្ញាគុណឬក៏ចែកមុនកណនាសញ្ញាគុណឬចែកមុនឲ្យហើយសិនចាំយកទៅកណនាបូកដកជាក្រោយហើយកុំភ្លេចរក្សាប្រមាណវិធីពីឆ្វេងទៅស្ដាំទាំងអស់គ្នាតើឥឡូវយើងទៅចាប់ផ្ដើមធ្វើលំហាត់នេះទាំងអស់គ្នាអញ្ចឹងយើងកលេចទៅឃើញមានគុណខាងនេះមួយហើយចែកខាងនេះមួយអញ្ចឹងយើងទៅទូទាត់គុណហើយនឹងចែកមុនហើយដកហើយនឹងបូកនេះគឺយើងចាំកណនាពេលក្រោយដល់ឥឡូវយើងចាប់ដើមចឹងគុណមុន8 2ដង16យើងបាន16ហើយដក4នេះយើងរក្សាហើយនៅដដែលសិនហើយសញ្ញាបូកនេះគឺយើងរក្សាដែរហើយ6ចែកជា3យើងបាន2និងបូក1នេះបោះដើមដែរយើងរក្សានៅដដែលសិនដែរបន្ទាប់មកគឺយើងធ្វើប្រមាណវិធីពីឆ្វេងទៅស្ដាំ16ដក4យើងបាន12បូកនឹង2ហើយបូកនឹង1អញ្ចឹងពីឆ្វេងទៅស្ដាំទៀតណា12បូក2យើងបាន14បូក1យើងបាន15បាទនេះគឺជារបៀបនៃការកណនាលេខទាំងអស់នេះហេតុអីបានខ្ញុំមកធ្វើបង្ហាញអំពីវីដេអូទាំងអស់នេះដោយសារតែខ្ញុំបានឃើញជារឿយនៃការកណនាលេខទាំងអស់នេះនៅក្នុងបណ្ដាញសង្គមមានការភ័ន្តច្រឡំជាច្រើនចឹងហើយបានខ្ញុំមកបង្ហាញពីរបៀបទាំងអស់នេះសារថ្មីដើម្បីកុំឲ្យបងប្អូនអ្នកសិក្សាគាត់នៅតែយល់ច្រឡំនៅលេខទាំងអស់នេះតទៀតឥឡូវយើងទៅមើលលំហាត់ខទាំងអស់គ្នាប្រើរបៀបដដែលចឹងយើងមើលពីឆ្វេងទៅស្ដាំដែរហើយយើងមើលប្រមាណវិធីគុណហើយនឹងចែកមុនមានគុណសំទោសមានចែកហើយខាងនេះមានគុណអញ្ចឹងយើងរក្សាពីឆ្វេងទៅស្ដាំ4បូកយើងទុកនៅដដែលហើយខាងនេះចែកពីឆ្វេងទៅស្ដាំឆ្វេងស្ដាំអញ្ចឹង6ចែក2យើងបាន3ហើយគុណនឹង3យើងទុកក្រោយសិនមកអត់តដល់ទៅដល់ខាងស្ដាំទេតទៀតគុណម្ដងចឹងបូកហើយនឹងដកយើងទុកក្រោយអញ្ចឹងយើងធ្វើគុណសិនហើយ4ហើយនឹងដក6នេះនៅទុកដដែលអញ្ចឹង3ដងយើងបាន9ហើយដកនឹង6តទៀត4បូក9យើងបាន13 13ដក6យើងបាន5 7នេះគឺជាចម្លើយរបស់យើងដែលត្រឹមត្រូវហើយមិនស្រពាក់ស្ព្រើលដោយកាលពីមុនអញ្ចឹងលំហាត់ពីរទៀតមានកោខោដែលជាកិច្ចការរបស់បងប្អូនទាំងអស់គ្នាហើយនេះគឺជាចម្លើយរបស់យើងចម្លើយកហ្នឹង17ចម្លើយខហ្នឹងគឺ80អញ្ចឹងសង្ឃឹមថាបងប្អូនអ្នកសិក្សាទាំងអស់គ្នាទៅអនុវត្តទាំងអស់គ្នាដើម្បីឲ្យភាពច្បាស់លាស់របស់យើងកាន់តែមានទំនុកចិត្តបន្តទៀតបាទអញ្ចឹងវីដេអូថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណ